បាទជំរាបសួរនេះជាវីដេអូបញ្ចប់ហើយខ្ញុំត្រូវបង្រៀនលោកអ្នកអំពីការអាប់ឡូតរូបភាពចូលទៅខាងក្នុង folder upload របស់យើងដោយមាន folder មួយទៀតឈ្មោះថា thumbnail ដែលរូបភាពដែលយើងត្រូវបាន upload ចូលឧទាហរណ៍ដូចជានៅក្នុង website ឧទាហរណ៍ដែលខ្ញុំបានធ្វើនៅក្នុងលំហាត់ទី1និងលំហាត់ទី2ហើយលំហាត់នោះខ្ញុំបានធ្វើការ upload នៅរូបភាពមួយឧទាហរណ៍ជារូបភាពនេះមួយខ្ញុំ upload ចូលចុះខ្ញុំ upload បន្ទាប់មកមើលបាទនេះគឺជារូបភាពដែលខ្ញុំបានធ្វើការ upload អញ្ចឹងរូបភាពនេះវាមានទំហំដល់វាមានទំហំធំខ្ញុំអាចធ្វើការ design ទៅលើរូបភាពទាំងអស់នេះឧទាហរណ៍ដូចជារូបភាពនេះវាមានរូបភាពមួយនេះវាមានទំហំដល់ទៅ800និង800គុណនឹង400ដូច្នេះខ្ញុំអាចធ្វើការ resize ទៅលើប្រវែង height របស់វាទៅនឹងប្រវែងណាមួយដែលខ្ញុំចង់បានឧទាហរណ៍ដូចជាប្រវែងរបស់វាខ្ញុំចង់បានតែ70 100 200ឬមកក៏ height របស់វាយកចែកទៅនឹងប្រវែង SSA ណាមួយដើម្បីឲ្យវាចេញទៅជាប្រវែងដែលមានទំហំនោះมันមានធ្វើការទាញឬប្រភេទព្រមតាមនឹងអូខេឥឡូវដូច្នេះយើងចូលមកមើលនៅក្នុងកូដចូលមើលក្នុងកូដនេះគឺជាលំហាត់ទី2វីដេអូទី2ដែលខ្ញុំបានធ្វើការអាប់ឡូតរូបភាពចូលអញ្ចឹងខ្ញុំនឹងបង្រៀនលោកអ្នកអំពីការបង្កើតនៅរូបភាព thumbnail ចេញពីរូបភាពអាប់ឡូតរបស់យើងដែលមានទំហំប្រវែងណាមួយដែលយើងត្រូវការអញ្ចឹងខ្ញុំសូមបង្កើត function មួយឈ្មោះថា resize ដែល function resize នេះមានប៉ារ៉ាម៉ែត្រ2គឺ path ហើយនឹង file file បាទតែប៉ារ៉ាម៉ែត្រ path នេះវានឹងចាប់យកនៅpath នៃរូបភាពដែលយើងធ្វើការ upload ពី function upload ខាងលើនេះវានឹងចាប់យកនៅរូបភាពមួយនេះ path រូបភាពមួយនេះយកមកធ្វើការ resize ម្ដងទៀតទៅនឹងទំហំនៃប្រវែងណាមួយដែលយើងចង់បានវា file នេះគឺឈ្មោះនៃរូបភាពដែលយើងបានធ្វើការ upload នេះបាទឥឡូវយើងចូលដល់ achievement របស់វាចឹងខ្ញុំបង្កើត achievement មួយឈ្មោះថា resize config resize design ចឹងទៅresize config ចឹងទៅដែលជា array បាទជា array អញ្ចឹងតែវាមាន key របស់វាគឺ image ខ្ញុំកុំតន់ខ្ញុំឲ្យអ្នកចូលទៅមើលនៅក្នុង library របស់ user guide របស់ coordinator សិនគឺវានៅក្នុងimage manipulation class ដែលវាមាន CI វាអាចធ្វើការទៅលើ design រូបភាពរបស់យើងឲ្យកើតទៅជា thumbnail រូបភាពឬមួយក៏ crop រូបភាពតម្រឹមរូបភាពឬមកក៏ទាញវាចុះឡើងឬមក watermarking គឺសម្រាប់ធ្វើការឧទាហរណ៍រូបភាពរបស់យើងធ្វើការ upload ទៅយើងចង់ឲ្យវាមានអក្សរដូចជា website របស់យើងឬមួយឈ្មោះអ្នកដែលធ្វើនៅ website ធ្វើនៅរូបភាពមួយនោះឲ្យវាដាក់ជាប់ទៅនឹងរូបភាពរបស់យើងតែម្ដងដូចជារូបភាពយើងអញ្ចឹងយើងចង់ឲ្យអក្សរ ABC នៅជាប់ជាមួយនឹងរូបភាពនោះបានផងដែរដូចជាឧទាហរណ៍ដូចជានៅក្នុង Google យើងអាសាចូលទៅ search មើលទៅយើងវាពាក្យយកពីជា image វាមានរូបភាព actor ឈ្មោះអ្នកដែលបង្កើតរូបភាពមួយនោះឥឡូវយើងចូលអ្វីដែលយើងត្រូវធ្វើតែជាមួយទៅនឹង image resize ហើយនឹង create thumbnail តែប៉ុណ្ណោះអញ្ចឹងនេះគឺជា initialize class របស់ក្នុងការ resize image របស់យើងឬមក crop ស្អីមួយហ្នឹងគឺទាមទារឲ្យយើងធ្វើការ load ទៅនឹង library មួយឈ្មោះថា image lib ហើយក្នុងការ process របស់វា process ក្នុងការដំណើរការនៃរូបភាពដែលយើងត្រូវធ្វើការ resize វាមាន key ដូចជា image library យកវាជា GD2 image source image គឺមាន path នៃរូបភាព
ដែលយើងធ្វើការចង់ធ្វើការ design create time ស្មើនឹង true មានថាយើងបង្កើតរូបភាពមក copy ឬមក clone រូបភាពនោះទៅជាទំហំណាមួយដែលយើងចង់បាននេះគឺជាប្រវាយដែលយើងចង់កំណត់ឧទាហរណ៍ខ្ញុំចង់បាន design ទៅលើផាតនៃរូបភាពណាមួយអញ្ចឹងទៅហើយចង់បានប្រវែងរបស់វាបណ្ដោយគឺ75កម្ពស់របស់វាគឺ50ហើយបន្ទាប់មកឲ្យវាធ្វើការ config មានថាឲ្យវាធ្វើការ design រូបភាពនោះនេះគឺជា font នេះគឺជាកន្លែង design របស់វាបាទឥឡូវយើងចូលមកមើលនៅខាងក្នុងនៃ function របស់យើងខ្ញុំបានបង្កើត function មួយឈ្មោះថា design ដែលមាន parameter path ហើយនិង file អញ្ចឹងយើងអាច copy ខ្ញុំអាច copy វាយកទៅដាក់កបានតែខ្ញុំធ្វើជា achievement អញ្ចឹងខ្ញុំដាក់ថា image list ចឹង copy វាមក image library ស្មើទៅនឹងជា object ស្មើនឹង gd2 gd2 array វាជា array អញ្ចឹងសោះ image សោះ imageសោះ image ស្មើនឹង path ហើយ path នេះយើងនឹងចាប់ទាញចេញពី$this upload data បាទអញ្ចឹងវាស្មើទៅនឹង path ស្មើនឹង path ហើយបន្ទាប់មក create thumbnail វាត្រូវយកអញ្ចឹងចាប់យកមកកន្លែងនេះរប់ចេញបាទដាក់ចេះវិញមួយទៀតគឺ maintain ratio smart true ខ្ញុំក៏ដាក់មកប្រវែងរូបភាពដែលយើងចង់កំណត់ចឹងនេះខ្ញុំដាក់ប្រវែងរូបភាពដែលខ្ញុំចង់បានកំណត់គឺ75ឬមកទំហំណាមួយដែលអ្នកចង់ដាក់ទៅហើយបន្ទាប់មក high មួយទៀតគឺខ្ញុំយក50
ផាសវាចូលមកហើយ config នេះយើងត្រូវចាប់យកពី config design បាទប៉ុណ្ណឹងបានហើយបន្ទាប់មកឲ្យ this image list ឲ្យវា design តែម្ដងបាទនេះគឺបែបនេះអញ្ចឹងរូបភាពនោះវានឹងធ្វើការ design ដែលឲ្យវា up តែមានប្រវែង75 50ហើយ upload ចូលក្នុង folder មួយឈ្មោះថា upload សាមបាទសាមហើយបន្ទាប់មកឈ្មោះ file របស់យើងប៉ុណ្ណឹងគឺចប់ឥឡូវយើងចូលមកនៅខាងក្នុងការទាញហៅនៅ function design នេះមកវិញអញ្ចឹងរូបភាពឈ្មោះដូចគ្នាហេតុអ្វីក៏វាមានលេខ1នេះដោយសារតែ coordinator វាបានធ្វើការ rename មានប្រសិនបើឈ្មោះរូបភាពមួយដែលមានស្ទួនគ្នាមានបាន upload រួចរាល់ហើយវានឹងធ្វើការបន្ថែមទៅនឹង index ដែលមាន1 2 3អីទៅតាមនឹងទៅអញ្ចឹងយើងមិនព្រួយបារម្ភអំពីការ upload ទៅនឹងរូបភាពស្ទួននាំឲ្យវាធ្វើការ override មានហៅ លុប replace លុបចោលនៅរូបភាពចាស់នោះទេឥឡូវយើងបានត្រឹមតែប៉ុណ្្នេះហើយយើងចូលទៅដល់ការទាញហៅទៅនឹង function design របស់យើងដើម្បីធ្វើការ design រូបភាពរបស់យើងអញ្ចឹងខ្ញុំធ្វើការ $this នៃ function របស់យើងឈ្មោះថា design function design ដែលត្រូវផ្ដល់ parameter ទៅនឹង path ឲ្យវាតើ path នៅត្រង់ទីណាដល់ parameter ឲ្យវា2ដែលវាមាន path ហើយនឹង file ព្រោះយើងបានបង្កើត parameter នៅក្នុង function design នេះអញ្ចឹងយើងដល់អញ្ចឹង path យើងត្រូវចាប់យកចេញពី full path នេះគឺ full path មួយនេះអញ្ចឹងដែលវាមាន object មួយឈ្មោះថា upload data នៃអីនៃ full path នៃ full path នៃរូបភាពរបស់យើងដើម្បីយកវាទៅធ្វើការ design រូបភាពណាមួយដែលយើងត្រូវការ design អញ្ចឹងកន្លែងនេះខ្ញុំធ្វើដូចជា data របស់យើងនេះ variable data របស់យើងនៃ upload មួយនេះនៃ upload object មួយឈ្មោះថា upload
បាទប៉ុណ្ណឹងទៅវាបានផ្ដល់ប៉ាសេទៅនឹងប៉ារ៉ាម៉ែត្រមួយនេះទៅឲ្យប៉ារ៉ាម៉ែត្រផាតមួយនេះចូលទៅក្នុង function design អញ្ចឹងវាស្មើសោះ image របស់យើងបានស្មើទៅនឹងនៃ full path មួយនេះហើយអញ្ចឹងវាចាប់យកទៅនឹងរូបភាពមួយនេះបានហើយបន្តមកវាធ្វើការបង្កើតនៅ stamina ដែលវាប្រវាយស្អីអញ្ចឹងមកហើយតែ file name ចំពោះ file name អញ្ចឹងយើងចង់ឲ្យវាឈ្មោះឲ្យអ្វីឈ្មោះស្អីគេហើយនេះជាfolder ដែលយើងត្រូវ upload ចូលអត់យកទេយើងយក file name យើងត្រូវយក file name ឯណាទៅ file name នេះគឺឈ្មោះមួយនេះយើងត្រូវចាប់យក file name វា copy ហើយឃើញទេឥឡូវវា load ចូលមកក្នុង folder thumbnail របស់យើងអញ្ចឹងជាងមកមើលរូបភាពមួយនេះថាតើវាមានទំហំប្រមាណនេះជារូបភាព original គឺ800គុណនឹង400រីឯនៅក្នុង folder thumbnail របស់យើងគឺមានទំហំចឹងខ្ញុំ preview វាមើល property របស់វាគឺមានទំហំ75គុណនឹង40ដែលហើយនេះវានឹងគេធ្វើការ convert ទៅតាមប្រវែងដើម្បីកុំឲ្យរូបភាពរបស់យើងធ្វើការទាញមានវាធ្វើការទាញអញ្ញៃទៅរូបភាពយើងទៅជាបែបបាទឥឡូវវាអាចចូលបានហើយអញ្ចឹងនេះជា thumbnail ដែលវាមាន underscore នៃ sum តែនេះអត់មាន sum ទេបាទអញ្ចឹងសូមអរគុណចំពោះការខ្ញុំភ្លេចបរៀនប្រាប់អ្នកមួយទៀតវីដេអូបន្ទាប់ខ្ញុំនឹងបរៀនអ្នកអំពីការបង្កើតទៅនឹង multi language របស់ CI លោកអ្នកប្រកបជាចង់ធ្វើការបង្កើតទៅនឹងនេះជាវីដេអូបន្ទាប់របស់ខ្ញុំដែលខ្ញុំត្រូវបង្រៀនលោកអ្នកអំពីការបង្កើតទៅនឹង multi language ដែលអាច support ជាមួយនឹងភាសាបារាំងភាសាខ្មែរឬក៏ភាសាអង់គ្លេសឬក៏ភាសាអីផ្សេងៗដទៃទៀតលោកអ្នកឃើញចូល website របស់គេដែលគេមានដាក់ថា web domain hosting របស់គេហើយបន្ទាប់មកវាមាន EN នេះជា domain hosting របស់គេ domain name របស់គេហើយបន្ទាប់មកមាន EN ហើយបន្ទាប់មកជា page របស់គេឧទាហរណ៍ខ្ញុំកំពុងតែឈរនៅក្នុង page អង់គ្លេសអញ្ចឹងខ្ញុំចង់ switch ទៅកាន់ page បារាំងវិញអញ្ចឹងនៅក្នុង URL នេះវាប្រកាសជាកែទៅជា FR វិញ
ទើបចុចទៅលើ front page អញ្ចឹងនេះមាននឹងដូរឈ្មោះចេញនេះគឺវាដូរទៅជា FR